ជួបគ្នាដំបូងប្រមុខក្រសួងមហាផ្ទៃនិងអ្នករាយការណ៍ពិសេស UN ដាក់គោលដៅរួមគ្នាលើកកម្ពស់សិទ្ធិមនុស្សឲ្យកាន់តែប្រសើរអាយុដំអភិសន្តិបណ្ឌិតសសុខាឧបនាយករដ្ឋមន្ត្រីក្រសួងមហាផ្ទៃនិងលោក Thomas Andrew អ្នករាយការណ៍ពិសេសអង្គការសហប្រជាជាតិទទួលបន្ទុកស្ថានភាពសិទ្ធិមនុស្សនៅកម្ពុជាបានពិភាក្សាជាលើកដំបូងនាព្រឹកថ្ងៃទី28 ខែកក្កដាឆ្នាំ2026នេះជំនួបបានធ្វើឡើងក្នុងឱកាសអ្នករាយការណ៍ពិសេសថ្មីរូបនេះចាប់ផ្ដើមបំពេញបេសកកម្មនៅកម្ពុជាបន្ទាប់ពីត្រូវបានតែងតាំងជំនួសលោកវីតិតមុនតាបនអតីតអ្នករាយការណ៍ពិសេសជាជនជាតិថៃដែលលាលែងពីមុខតំណែងក្រោយកងទ័ពថៃបើកការឈ្លានពានមកលើកម្ពុជាប្រព្រឹត្តទៅនៅទីស្តីការក្រសួងមហាផ្ទៃជំនុំនេះបានផ្ដល់ឱកាសជូនលោក Thomas Andrew ណែនាំខ្លួននឹងសមាជិកសហការីព្រមទាំងផ្លាស់ប្ដូរព័ត៌មានជាមួយអាយុដំអភិសន្តិបណ្ឌិតសសុខាអំពីការយកចិត្តទុកដាក់របស់ក្រសួងនិងអាជ្ញាធររដ្ឋបាលថ្នាក់ក្រោមជាតិពាក់ព័ន្ធនឹងស្ថានភាពសិទ្ធិមនុស្សសេរីភាពបញ្ចេញមតិនិងលំហូរប្រជាធិបតេយ្យក្នុងនោះក៏រួមទាំងការពាក់ព័ន្ធការយកចិត្តទុកដាក់លើការគ្រប់គ្រងជនជាប់ឃុំនិងមណ្ឌលអប់រំកែប្រែផងដែរក្នុងឱកាសនោះដែរលោក Thomas Andrew ក៏បានមានប្រសាសន៍ថ្លែងអំណរគុណចំពោះការសម្របសម្រួលរបស់កម្ពុជាក្នុងនោះក៏រួមទាំងក្រសួងមហាផ្ទៃសម្រាប់ការចូលបំពេញបេសកកម្មជួបជាមួយបណ្ដាតួអង្គនិងនៅតាមគោលដៅសំខាន់ៗប្រកបដោយភាពរលូននិងសុវត្ថិភាពលោកក៏បានជម្រាបជូនអាយុដំអភិសន្តិបណ្ឌិតនៅព័ត៌មានមួយចំនួនដែលប្រមូលបានពាក់ព័ន្ធនឹងសមត្ថកិច្ចក្រសួងមហាផ្ទៃនិងក៏បានកោតសរសើរសេចក្តីក្លាហាននិងការសម្របសម្រួលជូនលោកដោយបើកចំហឲ្យចូលទស្សនកិច្ចតាមពន្ធនាគារនិងមណ្ឌលអប់រំកែប្រែផងដែរអាយុដំអភិសន្តិបណ្ឌិតបានជម្រាបជូនអ្នករាយការណ៍ពិសេសថាឈរលើមរតកដឹកនាំប្រកបដោយការតស៊ូនិងវឌ្ឍនភាពដ៏គួរឲ្យស្ងប់ស្ងាយលើគ្រប់វិស័យរបស់ថ្នាក់ដឹកនាំជំនាន់មុនដែលមានសម្ដេចអគ្គមហាសេនាបតីតេជោហ៊ុនសែនអតីតនាយករដ្ឋមន្ត្រីនិងបច្ចុប្បន្នជាប្រធានព្រឹទ្ធសភាជាប្រមុខសម្ដេចមហាបវរធិបតីហ៊ុនម៉ាណែតនាយករដ្ឋមន្ត្រីបានបន្តបដិញ្ញាចិត្តដឹកនាំរាជរដ្ឋាភិបាលបន្តវេនដោយប្រកាន់ខ្ជាប់ការគោរពនិងលើកកម្ពស់សិទ្ធិមនុស្សសេរីភាពបញ្ចេញមតិនិងលំហប្រជាធិបតេយ្យស្របតាមរដ្ឋធម្មនុញ្ញរបស់ជាតិនិងគោលការណ៍ជាសកលស្តីពីសិទ្ធិមនុស្សមុននឹងបញ្ចប់ភាគីទាំងពីរក៏បានសន្យាផ្ដល់កិច្ចសហការដល់គ្នាទៅវិញទៅមកប្រកបដោយភាពស្មោះត្រង់ដើម្បីរួមគ្នាបន្តបេសកកម្មលើកកម្ពស់សិទ្ធិមនុស្សនៅកម្ពុជាឲ្យបានកាន់តែប្រសើរឈរលើគោលការណ៍ច្បាប់របស់ព្រះរាជាណាចក្រកម្ពុជានិងក្របខ័ណ្ឌច្បាប់ព្រមទាំងគោលការណ៍ជាសកលរបស់អង្គការសហប្រជាជាតិអាយុដំអភិសន្តិបណ្ឌិតក៏បានមានប្រសាសន៍ជូនពរលោក Thomas Andrew និងសហការីបំពេញបេសកកម្មប្រកបដោយជោគជ័យនៅកម្ពុជាដោយអាយុដំផ្ទាល់និងក្រសួងមហាផ្ទៃត្រៀមខ្លួនផ្ដល់កិច្ចសហការជានិច្ច